ប្រសិនបើឃើញនរណាម្នាក់ដួលសន្លប់អ្នកអាចជួយសង្គ្រោះគាត់បានការសង្គ្រោះទាន់ពេលអាចកាត់បន្ថយការប៉ះពាល់លើកោសិកាខួរក្បាលដំបូងត្រូវពិនិត្យមើលស្មារតីដង្ហើមចលនាបេះដូងជនរងគ្រោះដោយគោះស្មាហៅតិចៗពិនិត្យមើលចង្វាក់ដង្ហើមជីបចុះនៅគល់កនិងកដៃបើជនរងគ្រោះដោយសារខ្យល់កបាត់បង់ស្មារតីបាត់បង់ចលនាដង្ហើមបាត់បង់ចលនាបេះដូងឬក៏ជីបចរត្រូវដាក់ជនរងគ្រោះឲ្យដេកដោយខ្នងរបស់គាត់ដល់ផ្ទៃរឹសនិងរៀបស្មើប្រសិនបើជនរងគ្រោះដេកកាប់មុខសូមមង្កលផ្កាជនរងគ្រោះដោយប្រុងប្រយ័ត្នពិនិត្យមើលក្នុងមាត់ក្រែងមានវត្ថុផ្សេងៗឬកំពួតដែលរំខានផ្លូវដង្ហើមផ្ដល់ដង្ហើមសពនិមិត្ត2ដងរួចដាក់គល់បាតដៃរបស់អ្នកចំកណ្ដាលឆ្អឹងសន្ទះទ្រូងដាក់គល់បាតដៃម្ខាងទៀតលើខ្នងដៃទី1តម្រង់ដៃឲ្យត្រង់ហើយលើកស្មារបស់អ្នកឲ្យចាំពីលើប្រអប់ដៃប្រើទម្ងន់ខ្លួនផ្នែកខាងលើសង្កត់ត្រង់ចុះក្រោមជម្រៅពី4ទៅ5សង់ទីម៉ែត្ររាល់ពេលសង្កត់ម្ដងត្រូវសង្កត់ក្នុងល្បឿនមួយថេគឺពី80ទៅ100ដងក្នុង1នាទីត្រូវបន្តធ្វើចលនាបេះដូងនិងដង្ហើមសពនិមិត្តរហូតអ្នកជំនាញមកដល់សូមទូរស័ព្ទភ្លាមៗទៅសេវាសង្គ្រោះបន្ទាន់ដែលនៅជិតបំផុតឬទាក់ទងទៅលេខ119ហៅសេវាសង្គ្រោះ